សួស្តីអ្នកទាំងអស់គ្នាសួស្តីអ្នកគ្រូថ្ងៃនេះពួកខ្ញុំមកពីក្រុម E3 ដែលនិយាយ present តាក់ទងទៅនឹង project មួយដែលពួកយើងធ្វើពី Finite Automata Simulator Web Application ដែលសម្រាប់រៀបចំនិងធ្វើ simulate about Finite Automata ទៅលើ web application ក្នុងម៉ោង lecturer ដុល្លារវ៉ាលីម៉ោង automation មាន member ខ្ញុំសេងលៀង member បន្ទាប់ David member បន្ទាប់ទៀតវឌ្ឍនៈរ៉ាស៊ីហើយនិងខាងកក្កដាអញ្ចឹងចូលមក content ពួកយើងមាន3ចំណុចធំៗនឹងនិយាយទៅតាមផងដែរមាន introduction project overview ក្នុងហ្នឹងមាន purpose of application technical stack ក្នុងចំណុច functional requirements មាន design finite automation test determinism simulate string acceptance ជាងចូលមក introduction អញ្ចឹងក្នុងគោលបំណងដែលយើងធ្វើការបង្ហាញនេះដើម្បីបង្ហាញពី web application ដែលយើងបាន design សម្រាប់គ្រប់គ្រងទៅលើ finite automata វាបានកំណត់និងវាអាចកំណត់និងមិនកំណត់ដែលពួកយើងអាចឲ្យ user ហ្នឹងមើលឃើញជារូបភាពដែលយើងអាច test ទៅលើចំនួនតួអក្សរដែលយើងដាក់ចូលក្នុងដើម្បីពង្រួមតួអក្សរទាំងអស់ហ្នឹងអញ្ចឹងចូលមកចំណុចoverview មាន purpose of application technical stack purpose of application អញ្ចឹងគោលបំណងរបស់ application យើងគឺជាលក្ខណៈថា website ដែលយើងវាជាឧបករណ៍មួយសម្រាប់គ្រប់គ្រងទៅលើFinite Automata ដែលយើងមានជា DFA និង NFA ហើយវាអាចឲ្យ user ហ្នឹងបង្កើតឬអាចកំណត់ automaton ហ្នឹងអញ្ចឹងវាជាលក្ខណៈតួអក្សរដែលយើងអាចបរួមទៅ convert ទៅពីមួយទៅមួយដូចជា DFA convert ទៅ NFA NFA convert ទៅ DFA ជាដើមចូលចំណុចមួយទៀតគឺ technical stack អញ្ចឹង application យើងគឺយើងកាលឡើងដោយប្រើ3ភាសា HTML CSS និង JavaScript ហើយពួកយើងបានធ្វើ responsive មួយដែលអាចឲ្យ user ហ្នឹងមើលទៅមានការស្រួលមើលនិងការ design ហ្នឹងគឺស្រួលក្នុងការកំណត់ឬក៏យើងការ automata ហ្នឹងrequirement ហ្នឹងមាន3ចំណុចធំៗដែរទី1គឺ design of finite automaton ទី2 test determinism and ទី3 simulate string acceptance ឥឡូវចូលដល់ចំណុចទី1 design of finite automation so នៅក្នុងចំណុចនេះយើងមានន័យថាអ្នកប្រើអាចបង្កើត automata បានយ៉ាងងាយស្រួលដោយកំណត់ស្ថានភាពនិងការផ្លាស់ប្ដូរតាមរយៈ graphical interface ដែលងាយស្រួលប្រើហើយនៅក្នុងឧបករណ៍នេះអនុញ្ញាតឲ្យអ្នកប្រើជ្រើសរើសតាមស្ថានភាពចាប់ផ្ដើមនិងស្ថានភាពទទួលយល់បានយ៉ាងងាយស្រួលជួយឲ្យយើងអាចបង្ហាញថា finite automaton គឺជាប្រភេទ deterministic ឬក៏ non deterministic ឥឡូវយើងចូលដល់ចំណុចទី2 test determinism នៅក្នុងចំណុចនេះគឺនិយាយពីកម្មវិធីនេះដែលអាចជួយឲ្យអ្នកប្រើពិនិត្យបានថា automata ហ្នឹងវាមានលក្ខណៈកំណត់ជា deterministic ឬក៏ non deterministic ហើយវានឹងអាចស្វែងរកការផ្លាស់ប្ដូរបើសិនជាស្ថានភាពមួយមានផ្លូវច្រើនសម្រាប់អក្សរតែមួយនោះវាកំណត់បានថាវាជា automata ដែលគ្មានលក្ខណៈកំណត់ឥឡូវចូលដល់ចំណុចទី3ចូលដល់ចំណុចបន្ទាប់ខ្ញុំនិយាយពី simulate string acceptance ដោតសំខាន់ទៅលើថា user នៅពេលដែល user គាត់អាច input string នីមួយៗបានទៅតាមតម្រូវការរបស់គាត់ហើយនឹងលក្ខខណ្ឌរបស់ apply app របស់យើងនៅលើ design ហើយនៅពេលដែលគាត់វាវិញ string ឬមួយក៏ sequence out sample មួយដែលជាតម្រូវការគាត់app របស់យើងនឹងតែថាវាគឺជាលក្ខខណ្ឌមួយនៅក្នុង NSA ឬមួយក៏ DSA and បន្ទាប់ជាចុងក្រោយដល់ conclusion របស់យើងដែរគឺអត់មានន័យច្រើនទេគឺយើងអាចសន្និដ្ឋានបានថាកម្មវិធីនេះគឺជា tool មួយដែលមានតម្លៃអប់រំដែលឲ្យពួកយើងងាយស្រួលក្នុងការយល់ដឹងពីការកំណត់ពី automata ហើយតាមរយៈដូចជា simulate string ដែល user គាត់ផ្ដល់ input នីមួយៗដែលជាតម្រូវការរបស់គាត់ហើយយើងអាចសន្និដ្ឋានទៅតាមអីដែលគាត់ចង់បានហើយមួយវិញទៀតយើងងាយស្រួលក្នុងការមើលដែរព្រោះវាអាចមានgraphic នៅលើនឹងស្រាប់នៅពេលដែលគាត់ផ្ដល់ជាsimulate string ឬមួយក៏ string ដែល
គាត់បាន input ហ្នឹងហើយឬមួយក៏អាចនិយាយបានថា sequence out symbol មួយដែលគាត់បាន input បញ្ចូលវានឹងកំណត់ទៅតាមហ្នឹងហើយវានឹងបង្ហាញរូបភាពទៅតាមហ្នឹងដែរហើយដែលឲ្យយើងងាយស្រួលក្នុងការមើលហើយមួយវិញទៀតវាអាចងាយស្រួលក្នុងការវិភាគទៅតាមតម្រូវការរបស់អ្នកដែលគាត់ user ដែលគាត់ចង់បានជាពិសេសដូចជានៅក្នុងការពិសោធន៍ជាដើមបាទសូមអរគុណធ្វើការ demo ទៅលើកូដអំពី website របស់ពួកយើងដែលធ្វើទៅលើ automaton simulator ដោយជាដំបូងគឺយើងចូលទៅកាន់កូដរបស់យើងហើយធ្វើការ live server ហើយនេះគឺជា website របស់ពួកយើងដែលមានឈ្មោះថា automaton simulator តែនៅក្នុងនោះយើងមានដូចជា automaton tab យើងមាន alphabet ឬក៏ comma separate យើងមាន state យើងមាន in detail state យើងមាន final state យើងមាន transition យើងមាន normalize យើងមានកន្លែង clear automaton យើងមានកន្លែង save file load from file ហើយយើងមាន advanced operation ហើយនៅខាងស្ដាំយើងនេះគឺជា diagram របស់ automaton របស់យើងឧទាហរណ៍ដូចជានៅក្នុងនេះគឺយើងមាន automaton tab មួយដែលវាជា DFA ឬក៏យើងហៅថា deterministic ហើយយើងមាន alphabet របស់វាដែលមាន AB យើងមាន state ចំនួន3ដែលមាន Q0 Q1 និង Q2 យើងមាន edit state Q0 យើងមាន final state Q2 យើងមាន transition ដែល Q0 តែ Q1 តាមរយៈ A Q0 ទៅ Q0 ខ្លួនឯងតាមរយៈ B Q1 ទៅ Q1 ខ្លួនឯងតាមរយៈ A Q1 ទៅ Q2 តាមរយៈ B ជាដើមហើយនេះគឺជា A1 configuration នេះគឺយើងអាចធ្វើការ check ទៅលើ automaton របស់យើងដោយចង់ដឹងថាតើវាជា deterministic ឬក៏ non deterministic នេះគឺជា result ដែលវា display យើងគឺវាជាគឺ automaton របស់យើងគឺជា deterministic ឬក៏ DFA ហ្នឹងឯងហើយកន្លែង testing នេះគឺយើងអាច testing បានថាវានៅក្នុង language របស់ automaton របស់យើងអត់ជាទៅការ test ទៅលើ A និង B the string AB is accept មានន័យថា will follow ទៅតាម final state and របស់យើងដែលបញ្ចប់ទៅដោយ A ហើយនិង B ហើយខាងស្ដាំនេះគឺជា diagram របស់ DFA របស់យើងដែលមាន Q0 ដែលមាន Q0 ទៅ Q0 ខ្លួនឯងរបស់វានេះដោយ B Q0 ទៅកាន់ Q1 ដោយ A ហើយ Q1 កាន់ Q1 ខ្លួនឯងដោយ A Q1 ទៅកាន់ Q2 នេះដោយ B ហើយកន្លែងនេះគឺជាកន្លែង convert ពី NFA ទៅជា DFA តែដោយសារតែ automaton ដែលយើងលើកយកមកនេះគឺវាជា DFA ស្រាប់អញ្ចឹងពេលយើងជួយ convert ទៅវាបាន message មកថា automaton is already DFA ហើយចំណុចកន្លែងនេះគឺជាកន្លែង minimize DFA យើង convert ពី DFA ទៅជា minimize ពេលយើង minimize ទៅវានឹងធ្វើការផ្លាស់ប្ដូររបស់យើងដោយនេះនៅដដែល state នៅដដែលនេះនៅដដែលប៉ុន្តែ final state របស់យើងគឺវាដូរទៅជា zone វិញហើយនេះគឺជា graphic គឺវាដូរទៅតាមនឹងដែរបន្ទាប់មកកន្លែងចុងក្រោយគឺយើងអាច save file យើងទុកបានដោយ file នេះគឺវា store ទុកនៅទិន្នន័យដូចជា tab របស់ automaton state store នៅ alphabet store នៅ intel state final state transition ជាដើម That's all for our presentation. Thank you teacher for your listening.